ស្ប៉ាញបាទពណ៌លឿងតំណាងឲ្យ Villarreal ពណ៌សតំណាងឲ្យ Real Madrid ឯកសន្តាននៅលើទីលានក៏ដូចនេះដែរបាទចាប់ផ្ដើមកែបាល់ចេញពីជើងរបស់ក្រុម Villarreal ដែលមានឯកសន្តានបាទពណ៌លឿងមួយឈុតជំរាបសួរទៅដល់នេះចម្រើនជំរាបសួរបងប្អូនយើងផ្សេងទៀតហ៊ានឡៃហៀងបាទរុនសុស្ដីឱកាសកាត់ចូលមកខាងក្នុងកន្លែងនេះ Ayose Perez អត់ចូលទេ Ayose Perez របស់ Villarreal សុទ្ធមិនចូលទេទៅលើ Real Madrid ត្រូវបានបដិសេធដោយធាបាត់គូតួមកជើងស្ដាំ on target ផ្ទះចេញភីងបាទធ្វើឲ្យគ្រាប់បាល់នេះមិនអាចកើតឡើងយូទស្សនៈ Ayose Perez មកជើងស្ដាំមកដល់ចេញបានបាទពីសំណាក់ធាបាត់គូតួរបស់ Belgium បាទរៀងធូរចិត្តបន្តិចកូម៉ូសុទ្ធ AC Milan មកគ្រាប់មុនហើយបាទកូម៉ូស្អីទេ AC Milan បាទ AC Milan តំណើបមែនទែនអូ Villarreal ដាក់បានមកគ្រាប់មុនហើយទៅលើក្រុម Real Madrid ក៏លេខភ្នែកបន្តិចបាទយ៉ាងណារូបភាពយ៉ាងម៉េចទៅខ្ញុំមើលមិនទាន់អ្នកណាជាអ្នកសុទ្ធមួយគ្រាប់មុនបាត់ទៅហើយបងប្អូនអើយបាទសុំមើលរូបបន្តិចមើល Honford គឺជាអ្នករកគ្រាប់បាល់នេះលើកជ្រុងចូលទាត់ចាប់បាត់មួយគ្រាប់មុនបាត់ទៅហើយ Villarreal ដាក់ទៅលើ Real Madrid ណែហ៊ានតែចាញ់ Villarreal ណា Barcelona កាន់តែមានបន្ទុកបាទបើសិនជាឈ្នះការប្រកួតទៅបន្ទុកដាច់ពី Real Madrid កាន់តែឆ្ងាយហ៎មកចេះដាច់ពីប្រកួតនោះចាប់បាត់ហើយណែបាទ Hon លូក Marcelino សបាយចិត្តមិនស្ទើរទេបាទ 1500 នាក់បងប្អូនយើងចូលទស្សនានៅក្នុងខាង Villarreal ឆក់បាល់បានពី Valverde គិះមិនផុតទេបានបាល់ទៅទៀតហើយពីតំបន់កណ្ដាលរុញឆ្វេងដៃលឿនមែនតើមកសម្រាប់ក្រុម Villarreal ក្រោកចូលតែមួយក្បាលអាយ៉ាធ្លាយមកលោកស្លាស់លវឹងទាញទាត់ឆ្វេងប្លុកជាមួយខ្សែការពារផ្លាត់មកខាងក្រោយដេញតាមឆ្កឹះស្ដាំដៃដដែលបាទទៅពីតំបន់ខាងស្ដាំពីសំណាក់នីកូឡាស់ពេរុញក្រោយបន្តិចបាទឥឡូវទៅទៀតហើយកាត់ចូលប្លុកតែមួយក្បាលឃ្លៀក៏នៅតែបន្តពាំងលូកជើងយកបាល់បានពី Villarreal វិញដដែលល្អណាស់លោកអើយបាទសម្រាប់ Villarreal នីកូឡាស់ពេឲ្យខ្វេយេហ្វាំងជួយស្ដាំក៏បន្តក្រោកចូលចេញទៅខាងក្រៅបាទចាប់បានពីអ្នកចាំទីអូមិនចឹងជ្រុងរបស់ក្រុម Villarreal ទៀតហើយបាទឌីគុណសុស្ដីមិចសូឡូបាទសុស្ដីលើកចូលតែមួយក្បាលទៀតដល់កន្លែងនេះទាត់មកជើងដោះខ្លួនបែរមកខាងក្រៅទៅពីប្រាហ៊ីមលបូតបាល់ទះមកឆ្វេងដៃជាបន្តជូត Bellingham បន្លែងទាញស្ដាំដៃពី Rodrigo Goes ប៉ះឆ្វេងដៃហើយមកជូត Bellingham ឡើងអត់ទាន់រួចទេបងប្អូនអើយបាទ Villarreal បុកលឿនចុះមកវិញមកផ្លែតដល់មុខទីខ្លួនឯងភ្លាមអញ្ចឹងធ្វើឲ្យមកជើងស្ដាំពីចម្ងាយផ្លាត់បន្តិចអាយ៉ាអ្នកចាំទីប្រកាច់ប្រកាន់ម្នាក់ការលើកលីកបាល់រ៉ាកន្លែងនេះសម្រាប់ក្រុម Real Madrid ដឹកបាល់ចូលហើយកន្លែងនេះឱកាសកាត់ចូលឡាត់ចេញទៅខាងក្រៅបានជ្រុងជាបន្តទៀតសម្រាប់ក្រុម Real Madrid បាទ Rodrigo Goes លើកជ្រុងចូលតែមកក្បាលឃ្លៀចេញមកវិញទៀតបាទអូយបាទល្អមែនតើមកសម្រាប់ក្រុម Villarreal នេះបិទក៏ចិត្តបាទដឹកបាល់កន្លែងទាញចុះទាញឡើងវិលមកជុំដួលអាញាកណ្ដាលអភិន័យទេអត់បាល់ចំណេញទៅវិញហើយពីវាយកែងពី Ayose Perez គូយេប៉ះសេឆ្វេងដៃជាបន្តទៀតលឿនមកសម្រាប់ក្រុម Villarreal ឲ្យមកជាបន្តទៀតបាទស្លាប់ជើងដោះខ្លួនចូលអាយ៉ាឆក់បាល់បានល្អអាយ៉ាឆាប់ប្រឹងលេងហើយ Brahim Diaz ធ្លាយមកដល់មិនខាងស្ដាំ Lucas Vazquez ទាញឆ្វេង Lucas Vazquez ទាញឆ្វេង Lucas កាត់ចូលឲ្យមកជូត Bellingham ទាត់ឃ្លាចេញវិញបានពីសំណាក់ Costa ហើយបាទពីសំណាក់ Real Madrid ជូត Bellingham Mbappe កាត់ស្ដាំដៃទៅ Brahim Diaz ទៅ Mbappe ចូល Kylian Mbappe គោលមួយគ្រាប់តាមស្មើដោយ Kylian Mbappe លើទីនរបស់បារាំងនេះបុកទាល់ទៅធ្លាយវិញ
ចេះបុកអីទៅវីឡារៀលយើងទស្សនាការបញ្ជូនបាល់ឲ្យមកនេះប្រាហ៊ីមកັບទុតមកជើងមកផ្លាត់ថែមស្ដាមពីអឹមបាប៉េនេះប្រាហ៊ីមទាញទាត់មកត្រូវដៃអ្នកចាំទីថែមមួយទៀតគ្មានអ្នកណាសង្គ្រោះបានទេនាំឲ្យគ្រាប់បាល់របស់រៀលម៉ាឌ្រីតកើតឡើងជាភ្លើងក្រាមួយគ្រាប់ទល់នឹងមួយជាមួយក្រោយបន្តិចឲ្យមកហនហ្វ៉ចកាត់ចូលដល់កណ្ដាលជាមួយនឹងគូយេលាងពីលើតបោទូកទេសុតមែនទះចេញបានពីអ្នកទីបាត់កូនទួទៅទៀតហើយនីកូឡាស់ប៉េឆាប់បន្ផុតពីហ្វ្រេងកាសៀជូនចូលដល់កណ្ដាលឲ្យមកជូតបេលងែមជូតក្រោះមកជើងអឹមបាប៉េអត់ទាន់ទេធ្លាក់មកដល់បានទេនៅតែបន្តបានបាល់ពីវីរៀលបញ្ជូនមកស្ដាំឱកាសឆ្កឹះទាញស្ដាំដៃក្រោះចូលប្លុកចេញទៅខាងក្រៅបានបាល់ជ្រុងមកខាងក្រុមរៀលម៉ាឌ្រីតបាទនេះខ្លាំងមែនទែនបងប្អូនអើយបាទក្រុមខ្លាំងមែនទែនតែជាទស្សនាការលើកបាល់ជ្រុងចូលពីប៉េតែមកក្បាលឃ្លាចេញមកវិញមិនតន់តាឆ្ងាយធ្លាក់មកដល់អឹមបាប៉េស្លាស់ល្អអឹមបាប៉េជ្រែកអឹមបាប៉េឆ្កឹះចូលឲ្យមកវ៉ាល់វ៉ាដេបញ្ជូនពីឆ្វេងជាមួយនឹងរ៉ូឌ្រីហ្គោហ្គោសឲ្យមកប្រាហ៊ីមឌីយ៉ាសទៅទៅណាវាជុកញៀតពេកឲ្យមកអឹមបាប៉េវិញអឹមបាប៉េទះស្ដាំដៃជាមួយនឹង Federico Valverde ស្រូចូលឲ្យមក Vasquez កាត់ចូលធ្លាក់មកដល់អឹមបាប៉េចូល Real Madrid គោល Real Madrid Kylian Mbappé រកគ្រាប់បាល់ពីរនាក់ពីរគ្រាប់ម្នាក់ឯងអូចង្វាក់នៃការសម្រុកវីឡារៀលវាយបកលឿនសម្រុកលឿនជាងវីឡារៀលទៀតនេះយើងទស្សនា Federico ស្រូចូលឲ្យមកលូកាស Vasquez កាត់ចូលមកធ្លាក់មកដល់ Mbappé ទុបមួយទាត់ភ្លុចអូហូណែកាត់មកទុបមិនជាប់ទេធ្លាក់មកដល់ Kylian ទុប Mbappé ទាត់ផុតដៃអ្នកចាំទីគោលអូខេ Real Madrid កំពុងតែផ្ដល់ស្នាមញញឹមដល់អ្នកគាំទ្រជុំវិញពិភពលោកបាទដោយការទាត់បាល់ល្អមើលដល់កហើយបងប្អូនអូយគូនេះបាទបន្តគ្រប់គ្រងបាល់ដដែលពីសំណាក់ក្រុម Villarreal ឥឡូវទៅហើយអត់ឈ្នះជាមួយនឹង Frank Garcia ដួលអញ្ញាកណ្ដាលឲ្យ free kick ជាមួយនឹងបាទ Brahim ធ្លាក់មកដល់ Jude Bellingham ក្រោះឆ្វេងជាមួយនឹង Rodrigo ទប់បាល់កន្លក់បន្តិចទាញ Rodrigo អត់ឈ្នះអាយ៉ាស់ច្បាច់កលេងអញ្ញាកណ្ដាលថាអីទេលេងធម្មតានៅតែវិញលោកជើងឆក់យកបាល់បាន Brahim អត់ទៅរួចទេ Bellingham ទៅទៅណា Bellingham ឲ្យមក Mbappé សិនមក Bellingham ឲ្យ Mbappé ទៅទៅណាបញ្ជូនមកខ្លីជាមួយនឹង Rodrigo ជង្អៀតពេកហើយ Frank Garcia ជាអ្នកចាត់ចែងបន្តរុញចូលក្នុងJude Bellingham ឲ្យមក Frank Garcia បាទកាត់ចូលមកខាងក្នុងឱកាសប៊ីស្លាយបានមុន Raul Asensio ប៊ីទាំងដល់ជើងនេះប៊ីតែនឹងដល់ជើងកីឡាកររបស់ក្រុម Villarreal យើងទស្សនាការមកជើងស្ដាំនេះបាទពីនីក្លាស់ពេបាទបើនេះមកមួយស្មើអាយ៉ាឱកាសតែមកក្បាលឃ្លាទាត់ផ្ដាច់មកជើងទៅឆ្ងាយពីសំណាក់ Real Madrid Leipzig ដាក់ Dortmund 2-0 អូ Dortmund អាមកចឹង Dortmund Leipzig ដាក់2គ្រាប់ហើយបាទពេលយើលើកមកស្ដាំដៃតែមកក្បាលពីកាសៀអាយ៉ាបាល់ក្នុងប្រអប់គ្រោះថ្នាក់របស់យកលេងពីស្ដាំកាត់ចូលទេក្រោះចូលប្រអប់គ្រោះថ្នាក់តែឲ្យមួយក្បាលអូអាយ៉ាតែហុចដងឲ្យមកអឹមបាប៉េKylian Mbappé គេបាត់4នាក់អីនោះអឹមបាប៉េ4នាក់នោះលោកអើយឲ្យលេងធម្មតាហើយបាទពីតំបន់ស្លាប់ស្ដាំទាត់ចេញទៅខាងក្រៅបានបាល់ចំណេញមកខាងក្រុមនៃ Real Madrid បាទជាទស្សនាការលើកជ្រុងចូលតែទាត់មកជើងស្ដាំអត់ចំគោលដៅទេបាទសម្រាប់កាប់គូនេះ Rodrigo បដូរចេញចំនួនដល់ Luka Modric ដែលពីសំណាក់ក្រុម Real Madrid ទៅវិញហើយបាទ Vinicius Junior ទាញស្ដាំ
Junior បញ្ជូនស្ដាំដៃឲ្យមក Federico Valverde កាត់ចូលត្រូវដៃ Valverde ឲ្យមកអញ្ញាកដាលអត់ពីនៃទេអូយគ្រាប់បាល់ទី3អត់កើតលើកទៅវិញឲ្យ PV Villarreal Valverde អត់សុទ្ធបញ្ជូនដៃត្រូវដៃអញ្ញាកដាលមើលឃើញដែរឬក៏យ៉ាងម៉េចត្រូវដៃគូតពេទាំងទីអញ្ញាកដាលយ៉ាងម៉េចបាទប៊ីសទៀតហើយកន្លែងនេះបាទលើជ្រែកទៅអត់ផុតពេលពី Junior បាទបន្តគ្រប់គ្រងបាល់ពី Villarreal ចុងម៉ោងឲ្យអស់ម៉ោងឲ្យ20វិនាទីចុងក្រោយបាទទម្លាក់មកក្រោយមានតែក្រោះចូលផ្អោបគ្រោះថ្នាក់ទេកុំអស់កាឡាអស់ម៉ោងក្រោះចូលហើយតែមួយក្បាលអូយបើចូលពីស្មើចុងម៉ោងមែនហ្នឹងដឹងថាក្អួតឈាមឲ្យ fan បងប្អូននៅស្រឡាញ់ Real Madrid ក្អួតដោយទាំងខ្ញុំនិងឈាមបាទអញ្ញាកដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតជាផ្លូវការ Real Madrid ឈ្នះការប្រកួតបើទៅលើក្រុមម្ចាស់ផ្ទះ Villarreal 2-1យ៉ាងតឹងតែង Real Madrid ឡើងកាន់កាប់កាពូលតារាងនៅ La Liga Brasil